Ram hay Paul ដែលគោចូលស្ប៉ាញមានឱកាសលើកពាន FIFA World Cup ឆ្នាំ2026នេះហើយអ្វីដែលសំខាន់ពេលនេះដែរប្រព័ន្ធកុំព្យូទ័រដែលដកស្រង់ពីមតិយោបល់ក៏ដូចជា technique ឬក៏យុទ្ធសាស្ត្រនៃការលេងបានចេញលទ្ធផលហើយសម្រាប់អ្នកដែលមានភាគរយខ្ពស់ជាងគេបំផុតក្នុងការលើកពាន World Cup ឆ្នាំនេះទី1គឺគោចូលស្ប៉ាញឯងបាទមានភាគរយដល់ទៅ 15.94%ភាគរយបាទខ្ពស់មែនតើហើយទី2នោះគឺបារាំងក៏កាត់គ្នាតែម្ដងគឺមានដល់ទៅ13បាទ.62%បាទក្រៅពីនឹងទៀតគឺមានបាទ Brazil ក៏ដូចជាអាមេរិកបាទដែលមានភាគរយក្នុងនឹងដែរក៏ប៉ុន្តែភាគរយរបស់ពួកគេគឺមានទាបជាងអេស្ប៉ាញនិងបារាំងដូច្នេះហេតុផលទាំង5យ៉ាងនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាដឹងថាឱកាសអេស្ប៉ាញលើកពានគឺមានពិតមែនបាទកុំភ្លេចចូលរួមតាមដានអ្នកគ្នាជាពិសេសចុច like comment share និង follow page របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មានលម្អិតទី1នោះគឺយើងមិនដែលឃើញកីឡាករវ័យក្មេងណាដែលមានឥទ្ធិពលដូច Lamine Yamal និង William នោះទេគិតត្រឹមឆ្នាំ2026នេះ Lamine Yamal ពិតជារឹងមាំជាងមុនឆ្ងាយមែនទែនហើយសម្រាប់ Nico Williams វិញក៏មិនអន់នោះដែរគឺជាអាវុធដ៏មុតស្រួចបំផុតសម្រាប់អេស្ប៉ាញបូករួមជាមួយនឹង Pedri និង Gavi ដែលជាបេះដូងនៃតំបន់បម្រើហើយអេស្ប៉ាញគឺជាក្រុមមួយដែលធ្វើឲ្យក្រុមដទៃទៀតខ្លាចរអាហេតុផលទី2នោះគឺអេស្ប៉ាញមានម៉ាស៊ីនកណ្ដាលដែលគ្មានគូប្រៀបហើយក៏ជាខ្សែការពារលេខ1នៃបច្ចុប្បន្ននេះផងដែរនោះគឺ Rodri ការគ្រប់គ្រងចង្វាក់នាពេលប្រកួតនិងអាន game អានវិធីសាស្ត្ររបស់គូប្រកួតគឺច្បាស់ហើយក៏ជាឆ្អឹងខ្នងដ៏រឹងមាំរបស់អេស្ប៉ាញផងដែរនៅពេលដែលមាន Rodri នៅពីក្រោយអេស្ប៉ាញគឺពិតជាមានអំណួតខ្លាំងមែនទែនបើសិនជាមានកីឡាករមកពី Barcelona ក៏ដូចជា Real Madrid ដែលជាកីឡាកររបស់អេស្ប៉ាញចូលរួមប្រកួតវិញបាទអេស្ប៉ាញគឺគ្រប់គ្រងបានទាំងស្រុងតែម្ដងគឺឱកាសលើកពានគឺ 100% តែម្ដងសម្រាប់ FIFA World Cup ឆ្នាំនេះសម្រាប់ហេតុផលទី3នោះគឺយុទ្ធសាស្ត្ររបស់លោក Luis de la Fuente បាទយុទ្ធសាស្ត្ររបស់គ្រូបង្វឹករបស់អេស្ប៉ាញផ្ទាល់តែម្ដងក្រោមការដឹកនាំរបស់លោក Luis de la Fuente មិនមែនត្រឹមតែជាការប្រកួតដ៏ស្រស់ស្អាតមួយនោះទេក៏ប៉ុន្តែវាជាការវិបុកក៏ដូចជាសម្រុកដើម្បីរកលទ្ធផលផងដែរហើយវាក៏ជាការវិវត្តដែលគួរឲ្យខ្លាចនិងមានប្រសិទ្ធភាពបំផុតផងដែរសម្រាប់ហេតុផលទី4នោះគឺចិត្តសាស្ត្រអ្នកឈ្នះក្រុមនេះបានឈ្នះពានរង្វាន់ National League និង Euro រួចមកហើយបទពិសោធន៍នៃការឈ្នះវគ្គផ្ដាច់ព្រាត់ធ្វើឲ្យពួកគេគ្មានសម្ពាធផ្លូវចិត្តក្នុងការប្រកួត FIFA World Cup នោះទេអ្វីដែលសំខាន់ពួកគេដឹងពីយុទ្ធសាស្ត្រក្នុងការឈ្នះហើយនឹងស្រេកឃ្លានពានរង្វាន់ធំជាខ្លាំងតែម្ដងសម្រាប់ហេតុផលចុងក្រោយទី5អេស្ប៉ាញមានកម្លាំងសម្រុកដ៏មហាសាលហើយមិនមែនពឹងផ្អែកកីឡាករត្រឹមតែ11រូបនៅក្នុងតារាងការប្រកួតនោះទេពួកគេមានកីឡាករលំដាប់ពិភពលោកដល់ទៅ2និង3នាក់ឯណោះក្នុងតំណែងនីមួយៗដើម្បីធ្វើការផ្លាស់ប្ដូរបើទោះជាត្រូវពិន័យបាទរបួសក៏គ្មានបញ្ហាសម្រាប់ក្រុមកោជលអេស្ប៉ាញផងដែរចុះសម្រាប់អ្នកទាំងអស់គ្នាយល់ថាកោជអេស្ប៉ាញមានឱកាសលើកពានរង្វាន់បាទពិភពលោកមួយនេះដែរទេកុំភ្លេច comment លេងទាំងអស់គ្នានៅខាងក្រោមវីដេអូនេះបាទសូមអរគុណច្រើន